សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមគោរពជំរាបសួរដល់លោកតាលោកយាយអ៊ំពូមីងជាទីគោរពរាប់អាននៅគណៈពេលនេះខ្ញុំនឹងមកអានចែករំលែកនៅអត្ថបទបន្តទៀតនៅក្នុងសៀវភៅស្រីហេតុប្រទេសភាគទី3នៅក្នុងកថាទី3បាទរឿងលាពាក្យស្បែកខ្លារឿងហ្នឹងគឺកុកទីរគាមកសួរថាចោះរឿងនោះតើដូចម្ដេចបាទរាជហង្សនិយាយរឿងរ៉ាវលាពាក្យស្បែកខ្លាប្រាប់ថានៅក្រុងហត្ថនីបុរៈមានអ្នកបោកគក់ម្នាក់ឈ្មោះវិលាស័កគាត់មានលាមួយលានោះដឹកសម្ភារៈធ្ងន់ក្រៃពេកទៅជាស្គាំងស្គមថមថយខ្សោយកម្លាំងរកកលនឹងស្លាប់កាលនោះអ្នកបោកគក់យកស្បែកខ្លាទៅគ្របពីលើលានោះហើយលែងឲ្យដើរទៅស៊ីស្រូវក្នុងស្រែមួយដែលមាននៅក្នុងទីចិត្តមាត់ព្រៃអ្នកស្រែមើលពីចម្ងាយទៅឃើញលានោះតែសម្គាល់ថាជាសត្វខ្លានិងក៏រត់ប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញតមកថ្ងៃមួយអ្នកស្រែស្លៀកពាក់ខោអាវប្រផេះដៃកាន់ដំបងមួយដើរអោនអង្គុលចូលទៅហើយអង្គុយក្នុងទីគួរមួយដើម្បីលបមើលឯលាននោះបានស៊ីស្រូវតាមទំនើងចិត្តអស់កាលយូរថ្ងៃហើយមានខ្លួនធាត់ធ្លិចឡើងកម្លាំងឃ្លាវខ្លាកាលក្រឡេកមើលទៅឃើញអ្នកស្រែនោះពីចម្ងាយសម្គាល់ថាជាលាញីក៏តាំងកញ្ជ្រៀវយ៉ាងខ្លាំងហើយបោលសម្ដៅទៅរកអ្នកស្រែគ្រានោះឯងអ្នកស្រែលុះដឹងច្បាស់ថាជាលាពិតប្រកបហើយដោយសម្លេងកញ្ជ្រៀវហេនោះយាដំបងលើកឡើងសំពងលាននោះម៉ាំងបាទយាដំបងលើកឡើងសំពងលាននោះម៉ាំងវាយអស់ទំហឹងសម្រាប់ចោលតងព្រោះហេតុនោះបានជាខ្ញុំរាជហង្សនិយាយថាម៉ែនពិតលាកម្លៅដូច្នេះជាដើមទីរគាមករៀបរាប់តទៅទៀតថាកាលនោះក៏ងោកទាំងឡាយជេរប្រតិចខ្ញុំបាទក្រោយបង្អស់ថាណែអាកុកកំរុកខលខូចចង្រៃអាឯងចូលមកដល់ដីទឹកយើងអាឯងប្រហើនហ៊ានមើលងាយព្រះចេស្តាម្ចាស់យើងឥឡូវនេះយើងអត់ទោសឲ្យអាឯងមិនបានទេកងោកទាំងឡាយនោះពេលពោលដូច្នេះហើយចូលមករោមចោមចឹកខ្ញុំបាទសម្លាប់ហើយស្រែកជេរទាំងកំហឹងថាណែអាកំរុកល្ងងចង្រៃហងជាស្ដេចអាឯងកំសាកញីទេឥតមានកម្លាំងអំណាចអ្វីគ្រប់គ្រងដែនទឹកដែនដីទេព្រោះស្ដេចដែលខ្សោយអំណាចមិនអាចគ្រប់គ្រងរាជដែលនៅក្នុងកណ្ដាប់ដៃខ្លួនបានឡើយបើដូច្នោះតើធ្វើដូចម្ដេចស្ដេចអាឯងនឹងអាចគ្រប់គ្រងលោកសន្និវាសនេះបានរាជស្ដេចអាឯងនោះវាធំម្ល៉េះទៅរីខ្លួនអាឯងនេះសោតដូចកង្កែបមិនដែលចេញពីអណ្ដូងសោះបើម្លឹងតើអាឯងហ៊ានមើលងាយយើងឲ្យយើងចូលទៅស្វាមីភក្តិស្ដេចអាឯងជើអាឯងអីក៏កោងម្លេះអាឯងស្ដាប់មើលលេខ10ដើមឈើធំបរិបូរដោយសន្លឹកមានម្លប់ត្រជាក់និងរយោនរយានដោយផ្លែក៏បកុលក៏បីពឹងពាក់អាស្រ័យតែបើជួនកាលខ្លះទេវតាបណ្ដាលមិនឲ្យមានផ្លែមិនឲ្យមានម្លប់បកុលនឹងមិនត្រូវបំផ្លាញចោលឬអ្វីលេខ11បកុលមិនក៏បីធ្វើការសែបគប់ពឹងពាក់ចំពោះជនដែលតូចតាចថោកទាបឡើយក៏បីធ្វើចំពោះតែអិសរជនដែលមានអំណាចព្រោះថាទឹកដោះបើនៅក្នុងកណ្ដាប់ដៃអ្នកស្រវឹងក៏បានឡើងឈ្មោះទៅជាទឹកស្រវឹងដែរ12គុណធម៌គំភីរភាពជ្រាលជ្រៅហើយធំពិសាលផងបើស្ថិតនៅក្នុងបុគ្គលតូចឥតគុណតែដល់នៅការអោនថយតូចទៅពិតព្រោះបុគ្គលជាគ្រឿងទ្រមិនសមល្មមដល់គុណធម៌ដែលត្រូវទ្រដូចរូបដំរីដែលនៅក្នុងកញ្ចក់ទូច13ដោយការប្រើអបាយកលបុគ្គលក៏បីយកឈ្នះព្រះនារីអធិបតីដែលមានអំណាចធំក្រៃលែងទាល់តែសម្រេចបានទុនសាយទាំងឡាយបានសេចក្តីសុខស្រួលព្រោះប្រើអបាយក្នុងនាមនៃព្រះច័ន្ទខ្ញុំបាទទីរគាមកសួរថាចោះរឿងនោះតើដូចម្ដេចកងោកទាំងឡាយរៀបរាប់រឿងរ៉ាវនោះប្រាប់ខ្ញុំបាទថាបាទអញ្ចឹងសូមស្លេះប៉ុណ្្នឹងសិនបាទដោយសារតែយើងនឹងទៅតនៅកថាទី4គឺរឿងដំរីនិងទុនសាយ